បាទសួស្តីបងប្អូនបាទចឹងថ្ងៃនេះខ្ញុំនឹងចែកម្លែកតកតងទៅនឹងថាតាគ្រឹះស្ថានអនុទានជនបទបាទដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើងទាំងអស់នឹងមានចំនួនប្រមាណបាទហើយសម្រាប់គ្រឹះស្ថានអនុទានជនបទនេះដែរខ្ញុំសូមបញ្ជាក់ថាគាត់គឺជាក្រុមហ៊ុនឬក៏គ្រឹះស្ថានដែលផ្ដល់នៅសេវាកម្មកម្ចីខ្នាតតូចបាទភាគច្រើនបងប្អូនស្គាល់ថាជាលុយថ្ងៃឬក៏លុយអាទិត្យឬក៏លុយកន្លះខែឬក៏លុយខែផ្សេងបាទដែលតាមកត់សម្គាល់របស់បងប្អូននីមួយអញ្ចឹងនៅក្នុងប្រទេសកម្ពុជាយើងបាទគ្រឹះស្ថានដែលផ្ដល់នៅសេវាកម្មកម្ចីខ្នាតតូចទាំងអស់ហ្នឹងដែលយើងហៅថាគ្រឹះស្ថានអនុទានជនបទហ្នឹងមានចំនួនទាំងអស់បាទគឺ113គ្រឹះស្ថានដែលគាត់កំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជាយើងបាទសូមអរគុណ